បាទជំរាបសួរបងប្អូនអានេះគឺខ្ញុំប្រាប់របៀបមើលគន្លឹះពីផ្លាកសញ្ញាចរាចរណ៍ផ្លាកសញ្ញាលេខ1គឺផ្លាកសញ្ញាតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំនៅត្រង់ផ្លូវប្រសពផ្លាកសញ្ញាលេខ2បាទតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ឆ្វេងនៅត្រង់ផ្លូវប្រសពខាងមុខផ្លាកសញ្ញាលេខ3បាទផ្លាកសញ្ញាលេខ3គឺតម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ស្ដាំផ្លាកសញ្ញាលេខ4គឺផ្លាកសញ្ញានេះគឺតម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ឆ្វេងផ្លាកសញ្ញាលេខ5ផ្លាកសញ្ញានេះគឺតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរងាកឬវ៉ាទៅស្ដាំផ្លាកសញ្ញាទី6ផ្លាកសញ្ញានេះគឺតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរងាកឬវាយទៅឆ្វេងបាទផ្លាកសញ្ញាលេខទី7គឺផ្លាកសញ្ញាពណ៌ក្រហមនេះគឺហាមបាទហាមយានជំនិះគ្រប់ប្រភេទបើកបរលើសល្បឿនកំណត់60គីឡូម៉ែត្រក្នុង1ម៉ោងបាទចឹងផ្លាកសញ្ញារាងពណ៌ខ្មៅបាទផ្លាកសញ្ញាទី8នេះគឺរាងពណ៌ខ្មៅគឺផ្លាកសញ្ញាចប់ការកំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងទី9បាទគឺផ្លាកសញ្ញានេះគឺហាមយានដឹកទំនិញធុនធំដែលមានទម្ងន់សរុបលើសពី3តោនកន្លះដែលចែងរថយន្តផ្សេងទៀតលើកលែងតែតូចចក្រយានយន្តទី10បាទទី10នេះគឺផ្លាកសញ្ញាពណ៌ខ្មៅបាទស្មើនឹងចប់ការហាមចែងរថយន្តដឹកទំនិញធំធំដែលមានទម្ងន់លើសពី3តោនកន្លះដែលចែងរថយន្តផ្សេងទៀតទី10បាទផ្លាកសញ្ញានេះគឺហាមចែងចំពោះយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តទី11បាទផ្លាកសញ្ញានេះគឺរាងពណ៌ខ្មៅនេះគឺបាទចប់ការហាមចែងចំពោះយានយន្តគ្រប់ប្រភេទទី12ផ្លាកសញ្ញានេះពណ៌ក្រហមនេះគឺហាមចតថ្ងៃសេសបាទថ្ងៃសេសហ្នឹងឲ្យថ្ងៃបាទថ្ងៃទីបាទសេសទី1បាទទី3ទី5ទី6គឺគិតថ្ងៃបាទថ្ងៃសេសទី13បាទពណ៌ក្រហមនេះគឺផ្លាកសញ្ញាបាទហាមចតចំពោះយានជំនិះគ្រប់ប្រភេទបាទគិតពីថ្ងៃគូបាទអញ្ចឹងថ្ងៃគូយើងគិតទៅបាទគឺថ្ងៃនីមួយៗហ្នឹងបាទថ្ងៃទី2ទី4ទី6ហ្នឹងគឺថ្ងៃគូអញ្ចឹងយើងអត់អាចចតបានទេទី13ផ្លាកសញ្ញានេះគឺហាមចតចំពោះយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី1ដល់ទី15អញ្ចឹងយើងចតអត់បានទេបាទយើងទៅចតផ្លាកសញ្ញាថ្ងៃបាទអញ្ចឹងផ្លាកសញ្ញានេះយើងចតអត់បានទេបាទចតផ្លាកសញ្ញាថ្ងៃទី1បាទទៅទី31វិញបាទអញ្ចឹងផ្លាកគេការជប់ចតនេះគឺការផ្លាស់ប្ដូរថ្ងៃបាទអ្នកកន្លះខែម្នាក់បាទដល់ទី14នេះគឺផ្លាកសញ្ញានេះហាមចតបាទអញ្ចឹងហាមចតចំពោះជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី16ដល់បាទ31ចឹងបាទអញ្ចឹងដល់ពេលថ្ងៃទី16ដល់31យើងទៅចតទៅផ្លាកសញ្ញាថ្ងៃទី1ដល់ទី15បាទអញ្ចឹងការដាក់ផ្លាកសញ្ញានេះគឺគេចង់ដើម្បីឲ្យយើងបាទចតបាទមួយខាងម្នាក់បាទកន្លះខែម្ដងបាទកុំឲ្យផ្លូវនោះគឺកុំឲ្យការកកស្ទះបាទច្រើនបាទអញ្ចឹងផ្លាកសញ្ញាខ្វែងពីរនេះគឺហាមឈប់អញ្ចឹងហាមឈប់យើងមិនអាចចតបានទេបាទអញ្ចឹងលើកដាក់តំណែងនៅក្បែរនេះក៏អត់បានដែរបាទដល់ផ្លាកសញ្ញានេះគឺគុកផ្នែកមួយនេះគឺហាមចតអញ្ចឹងហាមចតយើងអាចជប់បានមួយផ្លែតបានលើកដាក់តំណែងឡើងចុះម្ចាស់យានជំនិះនៅក្បែរយានជំនិះបាទលើកដាក់តំណែងបាទឡើងចុះនេះគឺយើងអាចបាទចតបានអញ្ចឹងហាមចតគឺយើងអាចជប់បានតែបើហាមជប់មិនអាចចតបានទេ